យើងទៅសម្រាប់ជំនុំនេះគឺនៅតែត្រូវការអ្នកបរិការថាជាសម្ភារៈក្នុងបរិភោគប្រភពផ្សេងៗទេហើយជំនុំនេះគឺឆ្ងាយខ្លាំងមែនទែនគឺនៅខាងស្ទឹងត្រែងក្នុងទឹកដីស្ទឹងត្រែងហើយព្រំបតលជាប់ជាមួយនឹងឡាវអញ្ចឹងសម្រាប់ពីឥឡូវយើងរៀបចំហើយនៅខាងទីចំក្នុងវីដេអូនឹងទៅច្រើនខ្លាំងមែនទែនអានឹងបានមកពីខាងក្រុមហ៊ុនដូចជាខាងពីកាលពីថ្ងៃសៅរ៍ទី21ពួកខ្ញុំបានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារធ្លាយទៅដល់ស្ទឹងត្រែងហើយក៏ជាប់ជាមួយនឹងព្រំបទល់ប្រទេសឡាវដែរប៉ុន្តែតទៅដល់ហ្មងមិនពួកខ្ញុំដឹងពួកយើងទៅចំនួន5ម៉ូតូប៉ុន្តែមួយម៉ូតូមុនគឺគាត់ទៅគេងចាំនៅព្រះវិហារហើយអញ្ចឹងសរុបមក6ម៉ូតូខ្ញុំរៀបចំឲ្យបានតិចតួចអីទៅមានជាគ្រឿងលាបឃ្លៀអីចឹងណាអ្នកទាំងអស់គ្នាព្រោះថាកុំឲ្យបែកញើសឲ្យស្អុយឃ្លៀហើយយើងក៏ទៅឈប់ចាំគ្នានៅការ៉ាសាំងតេឡាដល់មុន2នាក់សណាត់មកម៉ានបងណាត់មកម៉ាន4យើងដល់4 15យើងជិនឡើងមកម៉ានហើយមើលមកម៉ានហើយ4កន្លះ4 5 3 4កន្លះនេះមនុស្ស4 15ណាមនុស្ស4 15នេះអ៊ុយខំអត់ទៀតដេកហើយលើមកយឺតឆាយខំអត់ទៀតដេកឡើងឆាយយឺតវិញខំស្រោតរੂរត់មកលឿនប៉ុន្តែនៅអត់លឿននៅអត់លឿនដោយសារចេះសក់នេះក៏អត់បានសិតបានក្រងហើយដែរហើយដើម្បីមកឲ្យតន់មកឆាយមក4 15នាទីចេញដំណើរទៅណាទៅវិធីចាแล้วវិធីនេះបាញ់ហ្នឹងនេះជាញើខ្លះនេះតាមឆាយ កន្លងពេលដែលឈប់ចាំគ្នានឹងខ្ញុំក្រងសក់ក្រងអីឲ្យព្រោះថាធ្វើដំណើរផ្លូវឆ្ងាយពេលយើងបើកម៉ូតូអីទៅត្រូវខ្យល់ត្រូវអីសក់យើងវាពិបាកតិចវារឹងហ្នឹងហើយអ្នកដែលគាត់ធ្វើដំណើរតាមផ្លូវដោយសារជិះម៉ូតូអីហ្នឹងគាត់ដឹងហើយថាជិះផ្លូវឆ្ងាយសក់តម្លាក់វាមិនកើតនេះបងឆាយ4 15នាទីនេះបងនេះអ្នក4 15នាទីចាអត់ហ៊ានដេកទេអត់ហ៊ានដេកទេចាតាមឆាយបងសចាំនិយាយថាចេញមកទៅអីអនទៅវិញមួយចៃអនទៅវិញហ្នឹងយើងនេះឈប់ចូលទឹកសិនសាន់រៃអត់សិបទៅខ្មៅពេលព្រឹកយើងឈប់សារៈញ៉ាំអីហ្នឹងគឺដល់កំពង់ធំនៅកន្លែងវងមូលលោកតាក្រហមកហើយអញ្ចឹងយើងញ៉ាំអីហើយបានយើងនាំគ្នាបន្តដំណើរទៅមុខទៀតព្រោះយើងឆ្ពោះទិសដៅរបស់យើងទៅកាន់ជំរំភាសឹកនៅក្នុងខេត្តព្រះវិហារប៉ុន្តែធ្លាយទៅដល់ស្ទឹងត្រែងអញ្ចឹងឥឡូវពួកខ្ញុំធ្វើដំណើរទៅដល់ខេត្តព្រះវិហារហើយផ្លូវនេះដល់ណាហើយទីរកទៅវាទីរកខេត្តព្រះវិហារក្រុងព្រះវិហារ5ម៉ូតូ4នាក់យី5 4នាក់តាមទៅទី5ម៉ូតូតែបងឡុង2នាក់ម៉ូតូចាខ្ញុំមានគ្នា15នាក់ទេអត់មានគ្នា4នាក់ទេ5ម៉ូតូចាតែនេះក៏ចិត្តអស់នេះអត់ទេទៅដល់ដៃយើងកាប់ដៃឃើញអូយបងចាំស្ងាត់ផងបងកន្លែងជំរំភាសឹកដែលពួកខ្ញុំបានមកដល់នេះមានឈ្មោះថាជំរំភាសឹកកំពង់សាឡាវអញ្ចឹងក៏មានពេទ្យមានអីនៅក្នុងនឹងដែរតែជាបឋមទេឥឡូវនេះយើងបានទៅដល់សម្រាប់ជាបើហើយក៏មានការឧបត្ថម្ភដល់ក្រុមហ៊ុនខាងក្រុមហ៊ុនក្មេងពីហើយមានដូចជាធុកនោះខេមស្គីខេមេកអាហ្នឹងផ្សាយតិចហើយមានជាមួយនឹងរឌីអីផ្សេងៗដែលជាផលិតផលរបស់ខ្មែរមានជាមួយនឹង DJ ចាមត្រូវេកដែលជាផលិតផលរបស់ខ្មែរទាំងគ្នាអញ្ចឹងសម្រាប់បងបងដែលជាប្រជាពលរដ្ឋខ្មែរអាចនាំគ្នាផ្លាស់ប្ដូរមកគ្រប់គ្រងសិប្បកម្មផលិតផលរបស់ខ្មែរទាំងអស់គ្នាបាននិយាយទៅទាំងតម្លៃគួរសមបូករួមជាមួយនឹងគុណភាពគឺខ្ពស់ស្តង់ដារហើយបើនិយាយពីគ្រឿងផ្សេងនេះវិញគឺមានចោបផលអញ្ចឹងគឺល្អខ្លាំងមែនទែនពីខាងក្រសួងចំណីអាហារអ្នកទាំងអស់គ្នាអូខេបន្ទាប់ពីរៀបចំចែកជូនសម្ភារៈជូនទៅដល់បងអ៊ំពូមីងលោកយាយលោកតាហើយពួកយើងក៏ត្រឡប់មកវិញនៅក្នុងជំរំភាសឹកទី2នៅក្នុងវត្តត្បែងតែម្ដងក្នុងខេត្តព្រះវិហារហើយនៅវត្តត្បែងនេះគឺអ្នកបងប្អូនពលរដ្ឋភាសឹកនឹងមានរហូតដល់1000គ្រួសារជាងអញ្ចឹងសម្រាប់បងប្អូនដែលចង់ចូលរួមឧបត្ថម្ភជាសម្ភារៈឬក៏ជាថវិកាឲ្យមួយចំនួនបងអាចធ្វើការតាក់ទងមកកាន់ពួកខ្ញុំបាននៅតាមរយៈ Telegram ដែលមានដាក់នៅក្នុងវីដេអូនេះ